យ៉ាងហោចណាស់គឺមានមនុស្សចំនួន11នាក់ដែលបានស្លាប់បន្ទាប់ពីរថយន្តបានបុកចូលនៅក្នុងហ្វូងមនុស្សនៅឯពិធីបុណ្យតាមដងផ្លូវក្នុងទីក្រុង Vancouver យោងតាមរបាយការណ៍សារព័ត៌មានបានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស11នាក់បានស្លាប់រួមទាំងក្មេងក៏ដូចជាមនុស្សពេញវ័យបន្ទាប់ពីរថយន្តមួយគ្រឿងបានបើកចូលក្នុងហ្វូងមនុស្សនៅឯពិធីបុណ្យតាមដងផ្លូវនៃទីក្រុង Vancouver ចំណែកឯអ្នកបើកបរមានអាយុ30ឆ្នាំត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីរថយន្ត Audi ពណ៌ខ្មៅរបស់គេបានបុកទៅលើអ្នកដែលកំពុងតែសប្បាយរីករាយនៅក្នុងពិធីបុណ្យមួយដែលមានឈ្មោះថា Labu Day ខណៈដែលការប្រារព្ធពិធីមួយនេះត្រូវបញ្ចប់ប្រហែលជាម៉ោង8យប់នៅថ្ងៃសៅរ៍ចំណែកឯជនសង្ស័យត្រូវបានគេស្គាល់នឹងអនុវត្តច្បាប់ភ្លាមៗជាមួយនឹងមន្ត្រីជំនាញនិងពិនិត្យមើលសារធាតុញៀនក៏ដូចជាបញ្ហាផ្លូវចិត្តរបស់ពួកគេពីមន្ត្រីជំនាញលោក Stelride បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងក្នុងប៉ុន្មានថ្ងៃខាងមុខឬប៉ុន្មានសប្តាហ៍ខាងមុខនេះដោយសារតែមានអ្នកដែលគាត់រងរបួសច្រើននេះគឺជាថ្ងៃដ៏ខ្មៅងងឹតក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងរបស់ពួកគេចំណែកឯសាសដែលបានចូលរួមនៅក្នុងកម្មវិធីមួយនេះគេបាននិយាយថាវាគឺជារឿងដ៏អាក្រក់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេបើយោងតាមកាសែត Vancouver Sun បានឲ្យដឹងថាបុរសម្នាក់នេះបានធ្វើការសុំទោសទៅកាន់អ្នកដែលចូលរួមនៅក្នុងកម្មវិធីបុណ្យនេះខណៈពេលដែលគាត់ត្រូវបានឃាត់ខ្លួនដោយហ្វូមមនុស្សជាច្រើនរហូតដល់ប៉ូលីសមកដល់ដើម្បីចាប់ខ្លួនរបស់គាត់ចំពោះបុរសម្នាក់នេះត្រូវបានគេស្គាល់ប្រវត្តិរូបថាតែងតែធ្វើទង្វើបែបនេះរាល់ដងនៅតាមដងផ្លូវចំណែកឯលោករ៉ៃគឺបានធ្វើការត្រួតពិនិត្យចំពោះរឿងរ៉ាវមួយនេះថាតើវាកើតឡើងដោយរបៀបណាវាមកពីសារធាតុញៀនឬក៏គ្រឿងសម្បឹងឬក៏វិជាចេតនារបស់បុរសម្នាក់នេះអាជ្ញាធរបានបញ្ជាក្នុងការធ្វើបច្ចុប្បន្នភាពការពីថ្ងៃអាទិត្យមកនៅក្នុងតំបន់ថាមនុស្សមួយនេះបានស្លាប់និងជាច្រើនអ្នកទៀតរងរបួសបើយោងតាមកាសែត New York Post បានឲ្យដឹងថាគឺមានមនុស្សក្មេងជាច្រើនស្ថិតនៅក្នុងចំណោមអ្នកស្លាប់ចំពោះបងប្អូនដែលចង់បានវីតាមីនក៏ដូចជាអាហារបបរដែលមកពីសហរដ្ឋអាមេរិកបងប្អូនអាចឆែកនៅក្នុង page របស់ខ្ញុំឬក៏ account TikTok របស់ខ្ញុំដែលមានឈ្មោះថា Ondian Life អរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ